សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel កង្កែបសម្រាប់រឿងនៅថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Ready Substarដែលសាច់រឿងចាប់ដើមឡើងនៅក្នុងស្ថានីយ៍រថភ្លើងមួយដែលមានបុរសម្នាក់មានឈ្មោះថាជុងនិងគ្រួសាររបស់គាត់ពី3នាក់ទៀតផងដែរពេលនោះដែរជុងក៏មានអារម្មណ៍ថាចម្លែកហាក់បីដូចជាមានអ្វីខុសប្រក្រតីអញ្ចឹងគាត់ក៏បានចាប់អារម្មណ៍ទៅកាន់លោកអាចារ្យម្នាក់ដែលកំពុងតែជួលនិយាយគ្នាជាមួយក្រុមប៉ូលីសហើយក៏ឲ្យប៉ូលីសលើកប្រអប់កេសចម្លែកមួយដាក់ចូលក្នុងរថភ្លើងពេលនោះដែរក៏មានក្បាលរថភ្លើងមួយបើកតម្រង់មកកាន់ពួកគេយ៉ាងលឿនព្រោះរថភ្លើងនោះគ្មានមនុស្សបើកនោះទេក្រុមសន្តិសុខបានធ្វើសញ្ញាសន្ទដើម្បីឲ្យរថភ្លើងនោះឈប់ហើយក៏សំណាងដែររថភ្លើងនោះក៏បានធ្លាក់ផ្លូវក៏បានឈប់នៅនឹងកន្លែងហ្នឹងទៅក្រុមប៉ូលីសក៏បានទៅពិនិត្យមើលហើយជុងក៏បានអើតមើលតាមបង្អួចនៅពេលក្រុមប៉ូលីសបើកទ្វារមកស្រាប់តែឃើញសាកសពស្អុយរលួយហើយនឹងហូរឈាមមកទៀតផងនៅពេលពួកគេបើកទ្វារមួយទៀតស្រាប់តែមានសាកកណ្ដុរមួយវងលោតចេញមកធ្វើឲ្យជុងភ័យយ៉ាងខ្លាំងហើយមានអ្នកដំណើរម្នាក់បានចង់មករករឿងជុងដោយសារតែជុងបានជន់ជើងរបស់គេប៉ុន្តែពួកគេក៏បានសម្រួលស្ថានភាពឲ្យមានភាពស្ងប់ស្ងាត់វិញទៅហើយក៏អង្គុយតាមកន្លែងពួកគេវិញទៅហើយរថភ្លើងក៏បានចេញដំណើរផងដែរនៅពេលរថភ្លើងចេញដំណើរយើងក៏បានឃើញទិដ្ឋភាពនៅតាមដងផ្លូវហើយក៏មានឃើញគំនូរសម្រាមជាច្រើនជុងក៏បានប្រាប់កូនស្រីច្បងរបស់គាត់ដែលឈ្មោះស៊ូទីងឲ្យមើលប្អូនផងហើយគាត់ក៏បានដើរទៅអង្កេតស្ថានភាពនៅជុំវិញនោះទៅនៅពេលស៊ូទីងកំពុងនិយាយគ្នាជាមួយបុរសម្នាក់ស្រាប់តែពួកគេបានឮសំឡេងកណ្ដុរចេញពីលើដំបូលពីដើមតាមបំពង់ខ្យល់មកគណៈមនុស្សគ្រប់គ្នាកំពុងតែដេកកូនប្រុសតូចរបស់ជុងបានឮសំឡេងចម្លែកក៏បានដើរទៅមើលហើយពេលបើកណាត់នឹងមើលទៅស្រាប់តែបានឃើញឆ្មាមួយរត់ចេញមកហើយសំឡេងកាន់តែឮខ្លាំងឡើងហើយអ្នកគ្រប់គ្នាក៏បានឮសំឡេងនោះផងដែរធ្វើឲ្យពួកគេងើយឆ្ងល់ជាខ្លាំងហើយលោកពូម្នាក់បានឮសំឡេងចេញពីលើពេដានហើយគាត់ក៏យកឈើច្រត់របស់គាត់តាមដំបូលពេដានប៉ុន្តែដូចជាមិនឃើញអ្វីនោះទេណែកឯជុងវិញក៏កំពុងតែបន្តការស៊ើបអង្កេតតាមទូរថភ្លើងនឹងពេលនោះដែរគាត់បានឃើញនារីម្នាក់ឈ្មោះថាលីងគាត់ព្យាយាមទៅទាញដៃនារីម្នាក់នោះតែត្រូវបានក្រុមប៉ូលីសគាត់ជាប់ប៉ូលីសម្នាក់បាននិយាយថានារីនេះគឺជាគូដណ្ដឹងរបស់មេបញ្ជាការរបស់ពួកគេដែលមានឈ្មោះថាតែងទោះជាយ៉ាងណាក៏ដោយជុងនៅតែតវ៉ាថានាងគឺជាកូនស្រីរបស់គេប៉ុន្តែភ្លាមពួកគេបានឃើញសាកសពមួយដេកស្លាប់នៅក្បែរជ្រុងម្ខាងប៉ូលីសម្នាក់បានដើរទៅមើលហើយនៅពេលរុញសាកសពមើលស្រាប់តែសត្វកណ្ដុរជាច្រើនចេញពីសាកសពហើយរត់ឡើងខំស៊ីប៉ូលីសម្នាក់យ៉ាងសាហាវព្រៃផ្សាយមិត្តភ័ក្តិរបស់គាត់រត់មកជួយដែរតែជួយមិនទាន់នោះទេនៅឯទូរថភ្លើងមួយទៀតនេះវិញក៏មានសត្វកណ្ដុរជាច្រើនលោតពីដំបូលមកខំស៊ីអ្នកដំណើរផ្សេងធ្វើឲ្យមានភាពច្របូកច្របល់យ៉ាងខ្លាំងលោកឪនោះក៏បាននិយាយខ្សឹបចម្លែកប៉ូលីសម្នាក់បានទាញដៃលីងរត់ហើយលីងក៏បានស្រែករកឪពុកនាងផងដែរប៉ូលីសបានព្យាយាមបើកកេសមួយប៉ុន្តែភ្លាមសត្វកណ្ដុរជាច្រើនធ្លាក់ពីលើពីដានក៏ព្យាយាមប្រតែបន្ទាប់គ្នាហើយក៏បានខាំដៃប៉ូលីសម្នាក់ចំណែកចុងវិញព្យាយាមដោះដៃចេញពីខ្នោះចុះឡើងកូនសោធ្លាក់ពីហោប៉ាប៉ូលីសម្នាក់គាត់ក៏ព្យាយាមយកជើងឆ្កឹះយកកូនសោនឹងទៅហើយគាត់ចាប់អារម្មណ៍ថាសត្វកណ្ដុរមិនអាចឆ្លងកាត់ពន្លឺបានទេនៅទីបំផុតគាត់ក៏យកកូនសោបានហើយក៏ចាក់សោដៃរបស់គាត់បានសម្រេចគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនដែលនៅពីមុខរបស់គាត់មានសាកសពមនុស្សជាច្រើនគាត់ក៏ដើរបន្តដំណើរទៅមុខទៀតទៅប៉ុន្តែភ្លាមសត្វកណ្ដុរជាច្រើនធ្លាក់ចុះមកគាត់ក៏យកវ៉ាលីដាក់ជន់រត់ទៅមុខហើយក៏ចាក់សោបន្ទប់បានសម្រេចនៅពេលដល់បន្ទប់គាត់វិញជុងបានស្រែកប្រាប់អ្នកទាំងអស់គ្នាអំពីសត្វកណ្ដុរឲ្យនាំគ្នារត់គេចប៉ុន្តែគ្មានអ្នកណាជឿនោះទេបែរជាសើចចំអកដាក់គាត់ទៀតផងជុងក៏នាំគ្រូសាររបស់គាត់ដើរទៅក្បាលរថភ្លើងពេលនោះមានអ្នកដំណើរម្នាក់បានប្រកាសហើយគ្រប់គ្នាសន្លឹងមើលដល់ងាយឆ្ងល់ហើយបុរសម្នាក់លោកដៃទៅស្ទាបស្រាប់តែសត្វកណ្ដុរបានលោតចេញមកហើយបុរសម្នាក់ចង្អុលទៅកាន់ទ្វារស្រាប់តែសត្វកណ្ដុរមួយវងទម្លាយទ្វារចូលមកកាត់កណ្ដុរជាច្រើនរត់មកបោកហាំសម្លាប់ពួកគេចំណែកជុងវិញនាំគ្រូសាររបស់គាត់ទៅកាន់ទូរថភ្លើងមួយទៀតបុរសម្នាក់ឈ្មោះថាឌីសៀនបានបិទទ្វារជាប់បុរសម្នាក់ទៀតធ្វើឲ្យសត្វកណ្ដុរខាំស៊ីគាត់បានទៅហើយសត្វកណ្ដុររាប់លានបានឡើងតោងគ្នាដូចជាស៊ុំប៊ីអញ្ចឹងលោកបូជាចាក៏បានឲ្យកូនចៅបិទទ្វារចាក់សចូលអ្នកដំណើរផ្សេងទៀតផងដែរលីងក៏បានស្រែងរកគ្រួសាររបស់នាងលោកមេបញ្ជាការតែងចង់បើកទ្វារឲ្យប្រជាជនចូលតែលោកឪហាក់បីដូចជាមិនព្រមនោះទេក៏ទុកឲ្យសត្វកណ្ដុរស៊ីពួកគេទៅចំណែកក្រុមរុះរបស់ជុងព្យាយាមទាញវ៉ាលីបិទផ្លូវហើយនាំគ្នាឡើងតាមពីដានប៉ុន្តែសត្វកណ្ដុរបានទម្លុះទ្វារចូលមកហើយបុរសម្នាក់នៅក្រោយគេឡើងមិនទាន់នោះទេត្រូវបានសត្វកណ្ដុរខាំស៊ីបាត់ទៅជុងនិងគ្រូសារអ្នកដទៃទៀតឡើងលើដំបូលរថភ្លើងបានសម្រេច
ហើយសត្វកណ្ដុរជាច្រើនឡើងលើដំបូលដេញតាមពួកគេផងដែរហើយកណ្ដុរមួយចំនួនបានរមែងធ្លាក់ចូលក្នុងកងរថភ្លើងធ្វើឲ្យរថភ្លើងមានរញ័រជាខ្លាំងលោកមេបញ្ជាការតែងបានផ្ដាច់ទូរថភ្លើងចេញពីក្បាលរថភ្លើងអ្នកដទៃបានលោតឆ្លងទៅផុតអស់ជងបានលោតទៅក្រោយគេវិសនឹងធ្លាក់ហើយតែសំណាងលោកពូឌីសៀនបានហក់ទៅចាប់ដៃជួយសង្គ្រោះគាត់បានសម្រេចជាជនខឹងលោកបញ្ជាការជាខ្លាំងដែលបោះបង់គ្រួសាររបស់ពួកគេចោលកំពុងតែរញ៉េរញ៉ៃលោកឪដកកំភ្លើងបាញ់លើមួយគ្រាប់គាត់ក៏បាននិយាយថាគាត់គឺជាវីរបុរសជួយសង្គ្រោះមនុស្សប៉ុន្តែភ្លាមមនុស្សម្នាក់ដួលស្លាប់នៅពេលពួកគេទៅពិនិត្យមើលទើបដឹងថាត្រូវបានសាបកណ្ដុរខំឆ្លងជំងឺបាត់ហើយពួកគេបានតវ៉ាឲ្យដាក់អ្នកជំងឺដោយឡែកព្រោះខ្លាចឆ្លងតាមគ្នាហើយប៉ូលីសម្នាក់របួសដៃតែក៏ព្យាយាមលាក់មិនឲ្យគេឃើញទេកូនប្រុសរបស់ជុងក៏ត្រូវសាបកណ្ដុរខំដែរហើយក្តៅខ្លួនទៀតផងធ្វើឲ្យពួកគេកាន់តែភ័យតែជុងក៏ស្រែកប្រាប់អ្នកទាំងអស់គ្នាថាគាត់ជាអ្នកធ្វើការនៅសុខាភិបាលហើយនឹងស្គាល់ថ្នាំព្យាបាលជំងឺនេះហើយថ្នាំនេះរដ្ឋាភិបាលទិញមកពិសោធន៍នៅមន្ទីរពេទ្យមួយនៅជិតសៅបាហីតែក្រុមប៉ូលីសមិនជឿគាត់នោះទេបានយកកាភ្លើងមកភ្ជាប់គាត់ទៀតផងហើយលោកឪក៏មិនអនុញ្ញាតឲ្យរថភ្លើងឈប់នោះដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមនុស្សមួយក្រុមបានយល់ព្រមនឹងជុងផងដែរលីងក៏ចេញមុខមកនិយាយថាសូមឲ្យអ្នកជំងឺដូរទៅរកទូរថភ្លើងមួយទៀតហើយជុងប្រាប់កូនស្រីរបស់គាត់ឲ្យជួយជាលើគាត់ប៉ុន្តែលីងហាក់ដូចជាមិនចង់ស្ដាប់ហេតុផលរបស់គាត់នោះទេក៏ដើរចេញបាត់ទៅមួយសន្ទុះក្រោយមកពួកគេក៏បានមកដល់ស្ថានីយ៍សៅបាហីហើយពួកគេបានបោះអីវ៉ាន់ចោលខ្លះដើម្បីកុំឲ្យធ្ងន់រថភ្លើងហើយពេលហ្នឹងពួកគេបានឃើញគ្រាប់ម៉ាស៊ីវមួយចំនួនផងដែរហើយមានមនុស្សមួយចំនួនស្ម័គ្រចិត្តទៅឃ្លាំងពេទ្យជាមួយនឹងជុងផងដែរលោកកាប៉ាតែនប្រាប់ជុងថាពួកគេមានពេលតែ2ម៉ោងប៉ុណ្ណោះបើមកមិនទាន់រថភ្លើងនឹងចេញចោលហើយពួកគេក៏ត្រៀមខ្លួនចុះទៅលើរថភ្លើងហើយក៏មកដល់ភូមិតូចមួយដែលពោរពេញទៅដោយសាកសពនិងភាគកតិចកទីបាក់បែកតែប៉ុណ្ណឹងឯងព្រមទាំងមានសាកស្អប់ស្អុយពេញផ្លូវផងដែរទោះបីយ៉ាងណាក៏ពួកគេបន្តដំណើរទៅមុខទាំងវេទនាអញ្ចឹងទៅដើរដល់មុខបន្តិចស្រាប់តែពួកគេជួបប្រទះនឹងសត្វកណ្ដុរជាច្រើននៅតាមផ្លូវហើយបន្ទីពិសោធន៍នៅខាងមុខរបស់ពួកគេផងដែរពួកគេក៏រកវិធីសាស្ត្រដើម្បីចូលទៅហើយជងបានកត់សម្គាល់ថាតាមពិតសត្វកណ្ដុរវាមិនអាចឆ្លងកាត់ពន្លឺបាននោះទេពួកវានៅតែកលែងងងឹតតែប៉ុណ្ណឹងឯងពួកគេនាំគ្នាឡើងលើដំបូលសញ្ញាបអាគារហើយកំពុងដើរសន្សឹមនឹងស្រាប់តែបុរសម្នាក់របូតដៃធ្លាក់ចុះក្រោមហើយសត្វកណ្ដុរក៏បានខាំស៊ីស្លាប់បាត់ទៅក្រុមការងារមិនអាចជួយអ្វីបានឡើយក៏បន្តដំណើរទៅមុខទៀតនៅពេលមេឃងងឹតចាប់ផ្ដើមងងឹតហើយមានខ្យល់ទៀតផងធ្វើឲ្យអ្នកនៅក្នុងរថតេះភ្លើងកាន់តែភ័យហើយកំពុងតែភ័យស្រាប់តែបុរសម្នាក់ស្រីសុំឲ្យជួយបន្ទាប់ពីត្រួតពិនិត្យគាត់ហើយពួកគេក៏អនុញ្ញាតឲ្យគាត់ចូលទៅបុរសនោះបាននិយាយថាពួកគេនឹងត្រូវស្លាប់ព្រោះសត្វកណ្ដុរលាក់ខ្លួនពីពន្លឺថ្ងៃហើយនៅពេលមេឃងងឹតវានឹងចេញមកស៊ីអ្នកគ្រប់គ្នាអ្នកដំណើរកាន់តែភ័យស្លន់ស្លោរីឯអ្នកនៅក្នុងភូមិនេះវិញមេឃក៏ចាប់ផ្ដើមងងឹតសត្វកណ្ដុរហក់តោងឡើងតាមជញ្ជាំងទៅខំស៊ីពួកគេពួកវាបានប្រមូលក្បំគ្នាដូចជាស៊ុំប៊ីអញ្ចឹងលពូឌីសៀនបានទាញបំពង់ទយោទម្លាក់ផ្លូវចុះទៅក្រោមស៊ូទៀងបានចុះតាមទយោទៅដល់មើលដីមុនគេហើយក៏ទាញតូបណ្ដួលដើម្បីបត់ផ្លូវបរិសម្នាក់បានរបូតដៃធ្លាក់ទៅក្រោមស្លាប់ទៅពួកគេក៏ប្រញាប់ប្រញាល់ចុះមកក្រោមហើយលពូឌីសៀននៅក្រោយគេក៏បានលោតមកធ្វើឲ្យគាត់បាក់ជើងបាត់ទៅប៉ុន្តែមិនអីនោះទេពួកគេក៏បានបន្តដំណើរទៅមុខទៀតក៏បានដល់ខ្លោងទ្វារលពូឌីបានប្រើគ្រាប់បែកមួយគ្រាប់ចូលក្នុងវងកណ្ដុរធ្វើឲ្យផ្ទុះលុះស៊ូតេប៊ុំហើយពួកគេបានចូលទៅក្នុងបន្ទវាបានសម្រេចហើយនៅក្នុងបន្ទប់ងងឹតគួរឲ្យខ្លាចមែនតែនពួកគេក៏បានដុតចន្លោះមួយដើរទៅទាំងភ័យខ្លាចចឹងទៅស៊ូទីងក៏បានយកក្រណាត់រំជើងឲ្យលពូឌីសៀនផងដែរបុរសម្នាក់កំពុងតែភ័យស្រាប់តែមានបុរសមួយនោះមកពីក្រោយដាក់ក្បាលគាត់ពី3ប៉ែលជុងក៏ទៅចាប់បុរសម្នាក់នឹងស៊ូនាំគ្នាទៅហើយប្រាប់ថាពួកគេគ្រាន់តែមករកថ្នាំវាក់សាំងនោះទេបុរសនឹងលឺហើយក៏នាំពួកគេទៅជាន់ទី2ទៅដល់ក៏ឃើញប្រុសរបស់គាត់ត្រូវសត្វកណ្ដុរខំបាត់ហើយបុរសនោះប្រាប់ថានឹងទៅជាមួយពួកគេដែរដើម្បីយកថ្នាំព្យាបាលឲ្យកូនប្រុសរបស់គាត់ទៅតាមផ្លូវពួកគេជួបប្រទះនឹងក្រុងឆ្អឹងមនុស្សជាច្រើនហើយវាក៏ជាបន្ទប់ឃុំឃាំងពីមុនផងដែរលោកពូឌីសៀនមានអារម្មណ៍ចម្លែកហើយងងឹតខ្លាំងផងដែរគាត់ក៏គប់ចន្លោះចូលទៅស្រាប់តែមានសត្វកណ្ដុររាប់លានក្បាលទោះបីជាយ៉ាងណាក៏ដោយពួកគេក៏ត្រូវបន្តដំណើរទៅមុខទៀតផងដែរពួកគេក៏ប្រើភ្លើងចន្លោះដើរទៅយឺតទៅនៅឯលើរថភ្លើងនេះវិញមានភាពច្របូកច្របល់ជាខ្លាំងក្រុមជើងកាងចង់ឲ្យចាញ់រថភ្លើង
តែលោកកាប់តែនមិនព្រមនោះទេលោកបូជាចារបានប្រាប់ពួកគេថាតែជាតិមេឃនឹងងងឹតហើយពួកគេនឹងត្រូវសត្វកណ្ដុរស៊ីស្លាប់ទាំងអស់គ្នាហើយពេលនោះក៏មានការប្រកែកគ្នាយ៉ាងទាំងសរសៃកដាក់គ្នាផងដែរលោកបជាការតែងក៏សម្រេចចាត់ចាក់ចេញទៅលីងក៏បានតវ៉ាដែរគេមិនស្ដាប់នោះទេក៏បញ្ជាឲ្យអ្នកបើកបរចូលទៅរថភ្លើងទៅហើយអ្នកបើកបរក៏បានចូលទៅក្នុងក្បាលរថភ្លើងដើម្បីបន្តដំណើរទៅមុខផងដែរខណៈដែលកំពុងតែមានភាពច្របូកច្របល់នារីម្នាក់កំពុងតែអង្គុយមើលសត្វកណ្ដុរធ្លាក់តាមបង្អួចហើយព្រះអាទិត្យក៏ចាប់ផ្ដើមរះផងដែរលោកកាប៉តែនអង្គុយសម្លឹងមើលនាឡិការបស់គាត់ហាក់ដូចជាអស់សង្ឃឹមជាខ្លាំងខណៈដែលអ្នកទាំងអស់គ្នាកំពុងតែពិភាក្សាគ្នាយ៉ាងតាំងស្អែកកនឹងអ្នកមីងនឹងក៏បានដើរទៅបើកទ្វារធ្វើឲ្យសត្វកណ្ដុរចូលមកដេញខាំមនុស្សពេញរថភ្លើងហើយពួកគេក៏រត់ចែកជើគ្នាទៅលោកមេបញ្ជាការតែងក៏ត្រូវសត្វកណ្ដុរខាំឡងដែរលីងឈួរមើលទស្សនភាពនោះទាំងភ័យខ្លាចសមាជិកក្រុមជើងកាងម្នាក់បានយកគ្រាប់បែកបន្ទោសខ្លួនឯងឲ្យស្លាប់បាត់ទៅក្រុមរបស់ជុងបានដើរទៅកាន់តែជ្រៅហើយវាងងឹតគួរឲ្យខ្លាចខ្លាំងមែនតើនៅពេលនោះដែរពួកគេក៏បានចាប់អារម្មណ៍ថាពួកគេស្ថិតនៅកន្លែងពិសោធន៍សត្វកណ្ដុរនឹងឯងហើយវងសត្វកណ្ដុរសង្ងំនៅក្នុងរោងដើម្បីព្យាបាលខ្លួនរបស់វាហើយឃើញវាស្ងប់ស្ងាត់បែបហ្នឹងជុងក៏ឡើងទៅកន្លែងស្តុកថ្នាំដើម្បីយកថ្នាំនៅទីបំផុតគេក៏យកថ្នាំនោះបានតែនៅពេលគាត់ឈានជើងជួនក្តារពុកក៏បានផុងធ្លាក់ទៅក្រោមតែក៏បានតោងជាប់ហើយក៏បោះប្រអប់ថ្នាំទៅឲ្យមិត្តភក្តិគេទៅនៅពេលគាត់ធ្លាក់ដល់ដីសត្វកណ្ដុរជាច្រើនចាប់ផ្ដើមចេញពីសម្ពកធ្លាក់មកគាត់បងដែរហើយលោកពូដែលនាំពួកគេចូលទៅក៏បានក្បត់ក៏ចាក់សោពួកគេឲ្យជាប់នៅក្នុងបន្ទប់នឹងទៅប៉ុន្តែពួកគេក៏ព្យាយាមបុកទ្វារបានសម្រេចហើយសត្វកណ្ដុរកាន់តែធ្លាក់មកច្រើនផងដែរទោះបីយ៉ាងណាក៏ដោយគេក៏រត់គេចបានសម្រេចនៅពេលពួកគេឡើងមកដល់លើស្រាប់តែឃើញលោកពូម្នាក់នឹងអង្គុយយ៉ាងស្ងៀមស្ងាត់មូលហេតុនឹងដោយសារកូនប្រុសរបស់គាត់ត្រូវបានសត្វកណ្ដុរខាំស្លាប់បាត់ហើយពួកគេក៏យកប្រអប់ថ្នាំរត់ទៅមុខទៀតទៅហើយសត្វកណ្ដុរក៏រត់តាមពួកគេពីក្រោយផងដែរស៊ូទីងក៏បានឃើញរថយន្តមួយក៏នាំគ្នាឡើងរើរថយន្តហើយបើកបន្តទៅមុខទៀតទៅហើយសត្វកណ្ដុររាប់លានក្បាលដេញតាមពួកគេខ្លះផ្ទុះចេញពីលូដូចជាពោតលីងអញ្ចឹងខ្លះបុកទម្លាយទ្វារលោតមកតោងឡានធ្វើឲ្យពួកគេវេទនាខ្លាំងមែនទែនពួកគេបើកយ៉ាងលឿនឆ្លងទៅកន្លែងមានពលឺបានសម្រេចនៅពេលមានពលឺសត្វកណ្ដុរមិនអាចដេញតាមពួកគេបានទៀតនោះទេនៅពេលដល់កន្លែងរថភ្លើងវិញពួកគេសេះខ្លាំងមែនទែនដោយសារមនុស្សបានស្លាប់អស់ទៅហើយមានតែសាកសពនិងពេញដីតែប៉ុណ្ណោះឯងប៉ុន្តែមួយសន្ទុះក្រោយមកទ្វារក៏បានបើកជុងពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយសារកូនរបស់គាត់មិនទាន់ស្លាប់នោះទេនៅពេលពួកគេជួនិយាយគ្នានឹងស្រាប់តែបានឮសំឡេងនគរឲ្យខ្លាចចេញពីភ្នំមួយពួកគេក៏នាំគ្នាប្រញាប់ប្រញាល់ឡើងលើរថភ្លើងនៅពេលជុងកំពុងតែរត់នឹងស្រាប់តែលោកអោទាញយកប្រអប់ថ្នាំហើយដាក់ក្បាលគាត់មកធុងថ្នាំនឹងលឺស៊ូទៅពុះចង់ស្លាប់លោកពូឌីបានទៅបតាយបតោជាមួយនឹងលោកអោហើយក៏បានបោះប្រអប់ថ្នាំទៅឲ្យជុងវិញហើយលោកពូសៀនក៏ត្រូវលោកអោធ្វើឲ្យរបួសជើងដើរទៅមុខមិនរួចនោះទេហើយវងសត្វកណ្ដុរក៏មកជិតដល់ហើយដែរគាត់សុកចិត្តពលីជីវិតឲ្យលោកពូជុងរត់ឡើងលើរថភ្លើងទៅសត្វកណ្ដុរជាច្រើនបានមករុំខ្លួនគាត់ខាំគាត់សម្លាប់បាត់ទៅអ្នកបើករថភ្លើងបានបើកទៅយ៉ាងលឿនពួកគេក៏បានគេចផុតចេញពីសត្វកណ្ដុរទៅហើយពួកគេក៏បានយកថ្នាំដើម្បីចាក់ព្យាបាលអ្នកដំណើរផងដែរប៉ុន្តែជាអកុសលរថភ្លើងក៏បានខូចហើយមានរថភ្លើងស្ទះនៅពីមុខទៀតផងជុងក៏បានស្រែកហៅមនុស្សទាំងអស់គ្នាឲ្យចុះនាំគ្នាជួយរុញរថភ្លើងប៉ុន្តែមនុស្សទាំងអស់ហាក់បីដូចជាអស់សង្ឃឹមយ៉ាងខ្លាំងហើយគ្មានអ្នកណាធ្វើតាមសម្ដីគាត់នោះទេគាត់ក៏បានចុះរត់ទៅខាងក្រោមតែម្នាក់ឯងហើយក៏បានចាប់ផ្ដើមរុញរថភ្លើងតែម្នាក់ឯងប៉ុន្តែរថភ្លើងនោះមិនកម្រើកនោះទេហើយមានស៊ូទីងក៏បានមកជួយរុញគាត់ដែរក៏នៅតែមិនអាចរុញរថភ្លើងនោះបានហើយវងសត្វកណ្ដុរក៏បានខាត់មកកាន់តែជិតផងដែរលីងបានក្រោកឈរនិយាយទៅកាន់អ្នកដំណើរថាសមាជិកគ្រួសារនិងមិត្តភក្តិទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតក្នុងការប្រយុទ្ធមិនឲ្យពួកគាត់លះបង់ជីវិតទៅទេនោះទេហើយបន្ទាប់ពីនិយាយលើកទឹកចិត្តអញ្ចឹងហើយពួកគេក៏ទទួលបានទំនុកចិត្តមកវិញហើយក៏បាននាំគ្នាចុះទៅជួយរុញលោកពូជុងទៅពួកគេព្យាយាមរុញរថភ្លើងដែលខូចកណ្ដាលផ្លូវនឹងចេញពីផ្លូវដែកដែលស្ទើរមិនគួរឲ្យជឿនោះទេដែលពួកគេអាចលើករថភ្លើងនឹងបានសមាជិកក្រុមក្មេងទំនើបម្នាក់សម្រាប់ចិត្តពលីជីវិតបានដាក់គ្រាប់បែកលើខ្លួនហើយបានឈួរសង្កាំងដើម្បីចាំសត្វកណ្ដុរហើយនៅពេលកណ្ដុរមកដល់គាត់ក៏បានចុចគ្រាប់បែកនោះឲ្យផ្ទុះស្លាប់បាត់ទៅដោយសារតែការលះបង់របស់គាត់ធ្វើឲ្យប្រជាជនមានពេលវេលាអាចលើករថភ្លើងចេញពីផ្លូវបានសម្រេចហើយប្រជាជនទាំងអស់គ្នាបានរត់ឡើងលើរថភ្លើងវិញពេលនោះដែរអ្នកបើករថភ្លើងបានស្រែកប្រាប់ឲ្យជុងត្រូវទៅទិញដងថ្លឹងដើម្បីបដូរគន្លងរថភ្លើងផងបើមិនដូច្នេះទេរថភ្លើងនឹងត្រូវធ្លាក់ចូលទៅក្នុងផ្លូវខូចហើយជុងបានរត់ទៅកាច់កន្លឹះដើម្បីបដូរគន្លងផ្លូវប៉ុន្តែកន្លឹះនោះវារត់ទៅផ្លូវខុសវិញអញ្ចឹងហើយតម្រូវឲ្យជុងឈួរទប់វាដើម្បីឲ្យរថភ្លើងបើកបរទៅមុខបាននៅពេលរថភ្លើងទៅផុតគាត់ក៏បានរត់ទៅតាមក្រោយប៉ុន្តែគាត់ដូចជារត់មិនទាន់រថភ្លើងនោះទេកូនស្រីរបស់គាត់ក៏បានព្យាយាម
ស្រែកឲ្យគាត់ខំប្រឹងឡើងប៉ុន្តែរថភ្លើងលឿនពេកគាត់ក៏ចាប់ផ្ដើមអស់កម្លាំងនៅចុងក្រោយគាត់ក៏បានលើកដៃបាយកូនរបស់គាត់ហើយញញឹមដាក់គ្នាជាលើកចុងក្រោយនៅទីបំផុតគាត់ក៏ត្រូវបានសាច់កណ្ដុរលេបត្របាក់គាត់ហើយគាត់ក៏បានពាក់លីជីវិតបាត់ទៅធ្វើឲ្យកូនរបស់ពួកគាត់រន្ធត់ចិត្តខ្លាំងមែនតើរថភ្លើងក៏បានបន្តដំណើរទៅមុខទៅហើយកូនរបស់គាត់ក៏បានរស់នៅជួបជុំគ្នាវិញក៏ប៉ុន្តែសាច់រឿងក៏មិនបានបន្តទៀតទេវាក៏បានបញ្ចប់នៅកន្លែងនឹងឯងទៅដែលហ្នឹងឯងអ្នកទាំងអស់គ្នាសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងនឹងឯងវាជាសាច់រឿងចាស់មែនក៏ប៉ុន្តែវាក៏ជាសាច់រឿងល្អមើលដែរហើយក៏សូមអរគុណដែលតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នាឱកាសក្រោយសុខសប្បាយទាំងអស់គ្នាជម្រាបលា